កាលពីចូលឆ្នាំហ្នឹងខ្ញុំទៅលេងវត្តហ្នឹងស្អាតណាស់នៅជិតផ្ទះខ្ញុំឯងហើយយើងជិះតាមផ្លែទៅដល់ហើយនេះមើលខាងក្រៅដបងខាងក្រៅនេះខាងក្រៅជិតផ្លូវយើងហ្នឹងនេះដបងប៉ាត់ជាមួយនឹងស្អាតតែនពេលពណ៌ហ្នឹងក៏ការឈូកឲ្យស្អាតតែននេះកាលនេះមុខមាត់ហ្នឹងមានគេលក់អីដើម្បីញ៉ាំអញ្ចឹងណាមានទឹកសុទ្ធមានទឹកកកមានទឹកអីចឹងទៅប្រហិតអីចឹងទៅកាទៀវមីអីជាច្រើនចាចឹងអ្នកណាចង់ញ៉ាំអីទិញតាមហ្នឹងទៅហើយបន្តមកទៀតខ្ញុំចេញពីវត្តហើយយើងធ្វើដំណើរទៅលេងបន្តទៀតនៅវត្តមួយទៀតចានេះគឺជាទិដ្ឋភាពនៅស្រុកកំណើតរបស់ខ្ញុំចានៅសងខាងផ្លូវហ្នឹងគឺតែផ្ទះឈើភាគច្រើនណាអញ្ចឹងផ្ទះថ្មធ្វើបោះមួយដោយសារឥឡូវហ្នឹងគេច្រើនធ្វើផ្ទះថ្មវិញចាពីដើមមកគេធ្វើតែផ្ទះឈើទេចាអញ្ចឹងដើម្បីដឹងថាផ្ទះនៅស្រុកកំណើតរបស់ខ្ញុំមានទិដ្ឋភាពយ៉ាងណាសូមទស្សនាដូចតទៅឥឡូវហ្នឹងយើងមកដល់វត្តមួយទៀតហើយមិញហ្នឹងយើងចេញពីវត្តជិតផ្ទះឥឡូវយើងបន្តតាមផ្លូវដល់វត្តមួយទៀតប៉ុន្តែគេអត់មានលេងល្បែងប្រជាប្រិយទេថ្ងៃនេះគេអត់លេងទេគេមានលេងរាំចាលេងរាំទាំងថ្ងៃតែម្ដងចាអញ្ចឹងយើងចូលមកលេងមើលគេរាំនៅនឹងសិនហើយចាយើងមើលគេរាំសិនទៅដើម្បីឲ្យធូរអារម្មណ៍ចាអញ្ចឹងនាំគ្នាមើលលេងសិនទៅក្នុងនីការគេរៀបចំស្អាតមែនទែនទីធ្លាធំទូលាយវត្តពួកស្រុកខ្ញុំហ្នឹងគេធំមកហើយមានដើមឈើមានពាត់មានភ្លើងស្តុបមានភ្លើងអីចឹងដើម្បីយប់ឡើងដាក់ពន្លឺទៅភ្លឺស្អាតឥឡូវហ្នឹងគេកំពុងតែរំកណ្ដាលថ្ងៃត្រង់តែម្ដងចាអូរំសប្បាយបងប្អូនអើយចូលឆ្នាំមកវត្តសិកែវឈប់លេងបាត់ហើយហ្នឹងគេឈប់លេងនៅយ៉ាងគេអីគេចូលអត់ចូលនេះប្រែងគេមកហើយគេឈប់លេងឯណាអត់ទេ
bọc châu đó chị ta cháu anh dùng bánh khinh cái nào ngày lấy ạ thầyติดเททงสะอาดเลยนี่ขนาวนี่แหละนี่hả châu chỉ vật muối chớ vật muối anh đã dân lớn đó là cái ông phần bằng cái thiết dân tay lấy bằng đạn thịt chó đang tới người tập anh lầnนี้យើងមកដល់មាត់ទន្លេហើយចានេះណែអូទេសភាពស្អាតមែនតែនបងប្អូនអើយមកពីចម្ងាយនេះណែគឺជាដងទន្លេរបស់យើងចានេះកន្លែងគេស្នាក់នៅដូចថាយើងកន្លែងញ៉ាំអីចឹងហ្នឹងកន្លែងហ្នឹងគេទុកសម្រាប់ញ៉ាំអីហើយហ្នឹងលេងទឹកនៅកន្លែងហ្នឹងក៏មានដែរខាងលើក៏មានខាងក្រោមក៏មានចាបងប្អូនចង់លេងទឹកនៅខាងស្រះខាងលើក៏បានហើយចង់ទៅលេងនៅក្នុងទន្លេក៏បានដែរហើយកន្លែងនេះកន្លែងចតឡានម៉ូតូហើយគេចូលញ៉ាំអីនៅក្នុងទីធ្លានៅក្នុងនេះចាកញ្ចុះវាខាងលើទឹកក៏មានខាងក្នុងទន្លេនោះក៏មានដែរអញ្ចឹងបងប្អូនចិត្តរើសមួយណាក៏បានដែរចាទីធ្លាធំទន្លេល្អមែនទែនបងប្អូនហើយខ្យល់អាកាសបរិសុទ្ធគឺសប្បាយរីករាយក្នុងការធ្វើដំណើរមកលេងទីនេះចាបងប្អូនចង់រឹងលេងចង់ស្ទួយត្រីចង់ធ្វើអីក៏បានដែរចាទីធ្លាធំទូលាយស្អាតខ្យល់បរិសុទ្ធចាធានាថាសប្បាយរីករាយតែម្ដងអត់មានថាបញ្ហាអីទេចាហើយនេះរូបចម្លាក់ដែលគេធ្វើសម្រាប់ឲ្យយើងទស្សនាស្គាល់ពីរូបភាពនៅប្រទេសគេអីចឹងណាអញ្ចឹងបងប្អូនអាចទស្សនាបានដូចតទៅចា
នេះប្រលប់ហើយប៉ុន្តែទេសភាពស្អាតមែនតែនដល់ពេលអញ្ចឹងអត់ចង់ទៅណាទេនៅលេងទៅនេះហើយទៅតែយប់តែម្ដងបានយើងទៅផ្ទះចាឥឡូវនាំគ្នាលេងទឹកសិនចាអត់ហ៊ានមុជទេប៉ុន្តែគ្រាន់តែចុះដើរលេងក្នុងទឹកចាសប្បាយក៏សប្បាយយ៉ាងដែរព្រោះអីយើងអត់មុជទឹកទេព្រោះអីយប់ហើយយើងចាំទៅមុជទឹកនៅផ្ទះណោះចាអត់មុជទឹកនៅហ្នឹងទេចាព្រោះអីយប់ហើយយើងអត់ហ៊ានមុជទេយប់អញ្ចឹងណាចានាំគ្នាលេងទឹកសិនចានាំគ្នាលុយទឹកលេងសប្បាយពីអ្នកបងប្អូនចាលុយទឹកលេងនៅទីនេះហើយបងប្អូនចាពីអ្នកបងប្អូនលុយចុះលុយឡើងនៅហ្នឹងហើយចាអត់មែនតើហើយប្រលប់ហើយបងប្អូនអើយយប់កាន់តែជ្រៅកាន់តែយប់ហើយលេងល្ងឹតហើយទៅមិនបាននៅយូរទៀតទេនាំគ្នាទៅលេងផ្ទះវិញចាប៉ុន្តែនៅមិនតាន់អស់អាឡ័យទេនៅលេងនៅនេះសិនចាឥឡូវហ្នឹងយើងលេងឲ្យគាត់លេងតិចទៀតសិនទៅដើម្បីឲ្យអស់ចិត្តមកងាយបានមកទេបងប្អូនចូលឆ្នាំចូលអីអញ្ចឹងហ្នឹងមិនបាននាំគាត់មកដល់ពេលថ្ងៃធម្មតាគាត់រវល់រៀនអត់បានជូនគាត់ដើរលេងទេអញ្ចឹងពេលនេះយើងមានឱកាសយើងជូនគាត់ដើរលេងសិនទៅចាហែងយប់បន្តិចវាមិនអីដែរព្រោះអីផ្ទះនៅមិនឆ្ងាយពីហ្នឹងទេចាពួកគាត់សប្បាយចិត្តដោយសារបានពួកយើងជូនមកអញ្ចឹងណានៅទៅរៀងយប់បន្តិចក៏មិនអីដែរប្រលប់នឹងបានដើរលេងអញ្ចឹងផងហើយបានលុយទឹកនេះចង់មុជទឹកដែរប៉ុន្តែអត់ឲ្យមុជទេព្រោះអីខ្លាចយប់អញ្ចឹងខ្លាចពិបាកតែអញ្ចឹងឲ្យគាត់លេងទឹកនឹងសិនទៅគ្រាន់តែលុយទឹកនឹងបានហើយអត់ឲ្យមុជទឹកទេចាហើយទោះបីជាអត់បានងូតទឹកក៏គាត់សប្បាយចិត្តដែរព្រោះអីគាត់អត់ដែរបានមកលេងអញ្ចឹងទេនៅស្រុកទន្លេមែនប៉ុន្តែមិនហ៊ានឲ្យឡើងលេងទឹកទេចាអញ្ចឹងកាន់តែល្ងឹតហើយបងប្អូនមើលលេងឃើញដែរបន្តិចទៀតនឹងពួកខ្ញុំនឹងត្រឡប់ទៅផ្ទះវិញហើយចាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាតែងតែគ្រប់គ្រងវីដេអូរបស់ខ្ញុំហើយជួយ like ជួយ share វីដេអូនេះផងចាអរគុណច្រើនជំរាបលាសុខភាពល្អជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណព្រះច័ន្ទរះហើយងូតទឹកក្រោមពន្លឺព្រះច័ន្ទ